ពួកយើងធ្វើការជួសជុលអាស័យសន្ទះឈាមជាច្រើនជំនួសឲ្យការបដូរសន្ទះឈាមថ្មីសរុបមកក្នុងបេះដូងមានសន្ទះឈាម4គឺសន្ទះមីត្រាល់សន្ទះអបតិកសន្ទះត្រីកូពីតនិងសន្ទះផូម៉ូណារីដូច្នេះការវះកាត់លើសន្ទះទាំងនេះនៅកុមារទារកឬមនុស្សវ័យក្មេងមិនមែនជារឿងសាមញ្ញទេវាមានភាពស្មុគស្មាញបន្តិចព្រោះជម្រើសមានកំណត់សម្រាប់មនុស្សពេញវ័យប្រសិនបើយើងវះកាត់លើសន្ទះទាំងនេះយើងមានជម្រើសបដូរសន្ទះឈាមថ្មីប៉ុន្តែសម្រាប់កុមារជម្រើសមានកំណត់ព្រោះទំហំសន្ទះឈាមមិនត្រូវគ្នាឬមិនមានសន្ទះឈាមដែលសមស្របដូច្នេះពេលខ្លះយើងត្រូវតែជ្រើសរើសជួសជុលសន្ទះឈាមវិញពួកយើងធ្វើការជួសជុលសន្ទះឈាមបែបនេះជាច្រើនដូចជាសន្ទះមីត្រាល់និងសន្ទះអបតិកអត្ថប្រយោជន៍មួយទៀតនៃការជួសជុលសន្ទះឈាមនេះគឺកុមារមិនចាំបាច់ប្រើថ្នាំរំអិលឈាមឬថ្នាំបន្ថយភាពខាប់ឈាមដែលជារឿងចាំបាច់ពេលយើងបដូរសន្ទះឈាមនេះជាអត្ថប្រយោជន៍នៃការជួសជុលសន្ទះឈាមហើយពួកយើងក៏អាចជួសជុលសន្ទះឈាមតាមវិធីវះកាត់តិចតួចផងដែរមានន័យថាជាធម្មតាសម្រាប់វះកាត់បេះដូងទាំងកុមារនិងមនុស្សពេញវ័យយើងត្រូវតែបើកកាត់តាមផ្លូវកណ្ដាលទ្រូង sternotomy center incision ប៉ុន្តែដោយប្រើវិធីវះកាត់តិចតួចយើងអាចវះកាត់តាមចំហៀងឬក្រោមដៃផងដែរដូច្នេះស្នាមវះកាត់នឹងតូចជាងមុនហើយស្នាមវះកាត់ក៏អាចលាក់នៅក្រោមដៃឬក្រោមក្បាលដៃនៅតំបន់ក្រលៀមផងដែរចំណុចទី1គឺរូបសម្បត្តិចំណុចទី2គឺការជឿចាប់ការជឿចាប់នេះមានពិតណាស់នៅក្នុងវិធីវះកាត់ពេជ្រទួចចំណុចទី3គឺការស្ដារឡើងវិញការស្ដារឡើងវិញក៏លឿនជាងការវះកាត់បែបប្រពៃណីផងដែរទាំងនេះគឺជាគុណសម្បត្តិទាំងអស់នៃការវះកាត់បេះដូងកុមារដោយប្រើវិធីវះកាត់ពេជ្រទួចសម្រាប់ការវះកាត់បេះដូងតិចតួចនៅក្នុងមនុស្សពេញវ័យវាជាវិស័យដែលមានការអភិវឌ្ឍរួចហើយនិងមានស្ថាបនាឡើងយ៉ាងច្បាស់ប៉ុន្តែសម្រាប់កុមារវាជាវិស័យថ្មីកំពុងកើនឡើងហើយពួកយើងក៏កំពុងផ្តល់សេវាវះកាត់បេះដូងកុមារដោយប្រើវិធីវះកាត់តិចតួចដល់កុមារផងដែរសូមអរគុណ